សួស្តីថ្ងៃនេះខ្ញុំមក react ទៅលើវីដេអូរបៀបនៃការ insert វីដេអូចូលទៅក្នុង PowerPoint អញ្ចឹងចូលទៅមើលវីដេអូនឹងអ្នកនរគ្នា Get straight to it. First, you go here on the top left where អញ្ចឹងអ្នកមុនដំបូងដើម្បី insert វីដេអូចូលទៅក្នុង PowerPoint របស់យើងបានគឺយើងចុចទៅលើ menu insert អ្នកគ្នាឃើញអត់ menu insert ហ្នឹង it says insert, and then you អ go ញ្ចឹងបន្ទាប់ពី insert ហើយ right អ្នក here បន្ទាប់មកយើងត្រូវស្វែងរកicon មួយមានរូបដូច file នេះហើយពាក្យខាងក្រោមគឺវីដេអូ where it says video. អញ្ចឹងបន្ទាប់ពីយើងចុចAnd there are actually icon ហ្នឹងហើយអញ្ចឹង eight យើងនឹងឃើញនេះ3 option ទាក់ទងមួយការ add វីដេអូចូលទៅក្នុង PowerPoint ដោយយើងយកតែ2 option ទេដោយទី1គឺ video from file គឺយើងនឹងយកវីដេអូចេញពីកុំព្យូទ័ររបស់យើងហើយ online film នេះគឺយើងនឹងធ្វើការយកទាក់ទងមួយ link យកមកដាក់នៅក្នុងPowerPoint យើងហើយវានឹងចេញវីដេអូពី YouTube is an online film, which is adding a YouTube video or a Vimeo video. So let's add a video from file and or a Vimeo video. So let's add a video from អញ្ចឹងឥឡូវយើងយកមក option ទី2នេះនៃការadd វីដេអូពីកុំព្យូទ័ររបស់យើងចូលទៅក្នុង PowerPoint អញ្ចឹងអ្នក file គ្នា select and then ចូល go option ហ្នឹង investigate បន្ទាប់មក PowerPoint នឹងទៅរកវីដេអូហ្នឹងមានថា PowerPoint នឹងបើក folder file របស់យើងឯងដែលយើង save ទុកនៅណាប៉ុន្តែបើសិនជាបើកមកអត់ឃើញfile ដែលអ្នកគ្នា save ទុកហ្នឹងអ្នកគ្នាអាចធ្វើការរកនៅលើកុំព្យូទ័រទៅហើយបន្ទាប់មកយើងមើលជាបន្តទៀត anywhere on your computer and select a video. I have one on my desktop. ចឹងដូចគឺគេបានបញ្យល់ចឹងគឺគេ save ទុកនៅលើ desktop បន្ទាប់មកគេចុច desktop ទៅគេឃើញវីដេអូហ្នឹងហើយហើយបន្ទាប់មកដើម្បី insert ចូលគឺអ្នកគ្នា select លើវីដេអូហ្នឹង This one right here, so I will just បន្ទាប់មកអ្នក click ទៅលើពាក្យ insert insert it. ចឹងវីដេអូហ្នឹងនឹងចូលទៅក្នុង And the video PowerPoint will act like any other element in PowerPoint. អញ្ចឹងគេបាននិយាយថាបើសិនជាយើងចង់ add វីដេអូហើយមាន element អីផ្សេងទៀតយើងអាចនេះ Meaning the, and យើងអាចចុចនៅសញ្ញានេះមកនេះខាងនេះមកហើយយើងទាញវាមកដើម្បីធ្វើការបង្រួមវីដេអូហ្នឹង the video will act like any other element in PowerPoint, meaning that you can resize it, move it around, and so on. And you can just click the play button to ចឹងមានថាយើងអាច click play ប៊ូតុងនេះទៅដើម្បីមើលអំពីវីដេអូហ្នឹង see the video. And for example, if you go to slideshow អញ្ចឹងនេះគេបង្ហាញឧទាហរណ៍យើងមើលពេលយើង present and play the slideshow, the video will not play by default. អញ្ចឹងពេលយើង play វីដេអូទៅបើយើងអត់បានកំណត់ទេគឺវីដេអូហ្នឹងវាអត់ទាន់ play ទេគឺថាតែយើងចុចប៊ូតុង play នេះបាន to play it, or you បាន have វី to ដេអូហ្នឹង play អញ្ចឹង press the space bar to actually start. ចឹងគេថាពេលយើងនេះ ពេល Click យើង yourself ចង់ play ហ្នឹងគឺយើងចុច space bar ហ្នឹងទៅដើម្បីអាច play បានដែរ play it, or you have to press the space bar to actually start playing. Now, if you ចុច want to space change bar ទេ that, គឺអ្នកត្រូវយក mouse ដល់គ្នាហ្នឹងទៅចុចនៅលើហ្នឹង you can have the video selected. Make sure you go អញ្ចឹងដើម្បីកំណត់ថាពេលដែលយើង present ទៅយើងមិនបាច់ចាំចុចទេមានថាយើងដាក់ឲ្យ play auto ណា here អញ្ចឹង where it says យើងចុចនៅលើវីដេអូរបស់យើងមកបន្ទាប់មកយើងទៅលើកន្លែង playback playback នេះ playback ហ្នឹង here where it says បន្ទាប់មកអ្នកកន្លែង right click start នេះតើមកអ្នកគ្នាឃើញកន្លែង start នេះអញ្ចឹងនៅ in click sequence នេះមានថាដល់តែយើង click នៅលើវីដេអូហ្នឹងបានពេល present មានថានៅពេល present យើង click យើងយក option click ហ្នឹងមានថាដល់យើងចុចនៅលើវីដេអូបាន play in click sequence, meaning it starts with a click, but we can change that អញ្ចឹងវាមាន3នេះមានថា in click ឬថាយើង click លើវីដេអូបាន play ហើយបើយើងដាក់ auto អញ្ចឹងពេលដែលយើង present ទៅដល់ slide ដែលមានវីដេអូហ្នឹងនឹង play ហើយ to automatically. So Yes. now, for example, if you go to slideshow and ឥ play ឡូ the វគេ slideshow, present the ម្ដងទៀត video will start ឃើញថាវីដេអូនឹង play auto ឯងមិនចាំទៅចុចកន្លែងប៊ូតុង play ហ្នឹងទៀតទេ playing by default without you having to do anything else. All right. Next, let's see how we can import a video អញ្ចឹងបន្ទាប់ទៀតគេនឹងបង្ហាញពី insert ទៅតាម YouTube វីដេអូម្ដងអ from ញ្ចឹងយើងចូលទៅកន្លែងដដែលទេគឺកន្លែង insert
YouTube. បន្ទាប់មក So I'm gonna go here to video ឡើងទៅ again. ក្នុងកន្លែងនេះ I'll ដែរ film ហើយ this តែ time តែយើងយក option ទី3 YouTube. So I'm gonna go here to video again. នេះយើងយក Online option ទី3នេះ film this time. បន្ទាប់មកគេនឹង And ចេញជា pop-up មួយនេះដើម្បីឲ្យយើង insert link វីដេអូអញ្ចឹង as you ដ can ក see, យើងទៅ copy link វីដេអូអញ្ចឹងយើងតាមដានបន្តទៀត asks us to insert a URL for the online video. So let's switch to my browser. អញ្ចឹងអ្នកគ្នាត្រូវ copy link ពី We have a ពី video YouTube link វីដេអូដែលអ្នកគ្នាចង់ insert ចូល here, and you can អញ្ចឹងអ្នកគ្នាអាច copy ពីខាងលើនេះមក pop-up ខាងលើដែលយើង search អីហ្នឹងអ្នក copy link ហ្នឹងមក either just copy the URL from the address bar. It's pretty straightforward. Or alternatively, you can click this នេះ button. បើយើងអត់ចង់ copy ពីនេះទេមានថាចំណុចមាន2បើយើងអត់ចង់ copy ពីនេះយើងអាចចុច Address share bar. It's ប៊ូតុង pretty straightforward. Yeah. Or alternatively, you can click this button នេះ click on share ប៊ូតុងនេះក៏យើងអាច copy link បាន here ដែរ that says share, and it will give you ពេលយើងចុច share ទៅនឹងចេញកន្លែង copy link នេះដូចគ្នា a simple to copy link here. You can just click this button. Now, this URL itself will start the video all the way at the beginning. But let's say, for example, ចឹងមានថាបើយើង copy link ចេញពីហ្នឹងបើយើងអត់បានកំណត់ start time ហ្នឹងចឹងមានថាវីដេអូហ្នឹងនឹង play ពីដើមរហូតដល់ចប់ពីចំណុច2នាទីទី0រហូតដល់នាទីទី10ចឹងទៅ you want to start the video around តែបើយើង click កន្លែង start ad នេះមានថាយើងកំណត់ឲ្យវីដេអូហ្នឹងplay 2នាទីទីប៉ុន្មានទៅ on the 2 minutes and 17 ចឹង seconds. មានថាដូចយើងចង់ឲ្យវីដេអូហ្នឹង play ពីនាទីទី2 17វិនាទីទៅអញ្ចឹងពេលដែលយើង copy link ហ្នឹងអញ្ចឹងវីដេអូហ្នឹងនឹង play ចេញពីនាទីទី2ហ្នឹងទៅ Seconds, you can enable this, write the exact time that you need, and it will add it to the URL. So now if I copy the URL, I can go back to PowerPoint. បន្ទាប់មកអ្នកគ្នា pass link ដែល copy ពី YouTube ហ្នឹងចូលទៅក្នុង pop-up មួយនេះ Right click and paste my URL, insert, តមកចុចប៊ូតុង insert and it will insert the YouTube video ចឹង like ឃើញថាឃើញទូចនេះឃើញទូចយើងអាចចុចកន្លែងនេះមកយើងប្រិចបរោះបានដូចគ្នា the previous video. So again, you can move it, resize it, do whatever you want. And when you press play, it will actually play the video from នេះឃើញអត់ដោយសារយើង set time ពីនាទីទី2ទៅអញ្ចឹងពេលយើង play ទៅគឺ play ពីនាទីទី2ទៅ from YouTube. You have access បើ to យើងអត់បានកំណត់កន្លែង start time ទេអញ្ចឹងពេល play មកគឺ play ពីចំណុច0វិនាទីនេះទៅអញ្ចឹងអាហ្នឹងហេតុអីបានយើងកំណត់អញ្ចឹងគឺមានថានៅពេលដែលយើងចង់បង្ហាញគេពីចំណុចកន្លែងដែលសំខាន់នៃវីដេអូហ្នឹងដែលវាចាប់ផ្ដើមពីនាទីទី 2.7 ហ្នឹងមិនយើងត្រូវកំណត់ start time ហ្នឹង do all the YouTube controls here. Now, another useful feature to ចឹងបន្តមកទៀតនេះគឺការផ្លាស់ប្ដូរនៃ thumbnail នេះនេះដែលរូបភាព thumbnail ហ្នឹងអញ្ចឹងនៅក្នុង PowerPoint ហ្នឹងក៏យើងអាចកំណត់បានដែរមានថាយើងអត់ចង់ឲ្យឃើញមុខគេនេះទេយើងចង់ដាក់ជាវិធានបទតាក់ទងមួយវិធានបទយើងអញ្ចឹងយើងមើលដល់គ្នានៃរបៀបនៃការគេធ្វើប្ដូរ thumbnail ហ្នឹង know is that for both elements, for both videos, whether it's a local video or a YouTube video, you can change the thumbnail. So let's ចឹងមានថាទាំងវីដេអូដែលយើង add ទាំងពី YouTube ទាំងពីយកពី computer របស់យើងគឺយើងអាចធ្វើការផ្លាស់ប្ដូរ thumbnail បានដូចគ្នា say I don't like this thumbnail. By default, it is the YouTube thumbnail, but let's say I don't want it. You can go up here. ចឹងមានថាយើងត្រូវ select លើវីដេអូរបស់យើងនេះមកតោះមកយើងយកកន្លែង video format នេះបន្ទាប់ពី feedback នេះខាងក្រៅ playback នេះយើងចុចនឹងមក where it says post តោះមកនេះយើងត្រូវយក the frame យក option នេះយក menu មួយនេះ no, but let's say I don't ចាំ want មើល it. You can go up here នេះ where it says តែយើងត្រូវយកវីដេអូត្រូវយក menu មួយនេះ poster frame, poster frame ហ្នឹងបន្ទាប់មក and you can image from file របស់យើង image from file ហ្នឹងគឺ PowerPoint នឹងទៅបើក file ចេញពី computer របស់យើង select an image from file, which will allow you to not ជាអ្នកគ្នាអាច design thumbnail ដែល size របស់វាគឺ1920 គុណ1080 navigate anywhere on your computer and select តោះមកចុច any insert image. So I'm just going to add ចេញ a នឹង random ឃើញអត់ image, ថា thumbnail and as YouTube you ហ្នឹង can see, now nó cứ there's ban a bạc bắt YouTube đầu. thumbnail.
Also, really important to know when you import a video in PowerPoint from your computer, for example, this one right here, it will copy the video file inside of the PowerPoint file. So there's no file dependencies. Whenever you want to move the PowerPoint to another computer, you just need to copy that single PowerPoint file, and it includes all the media assets inside. Now, the problem with this is that it will most probably increase the file size a little bit. So that's something to consider if you share those PowerPoint presentations online. All right. អញ្ចឹងឥឡូវហ្នឹងគេបាននិយាយថាបើសិនជាយើងដាក់វីដេអូចេញពីកុំព្យូទ័ររបស់យើងអញ្ចឹងបើវីដេអូនោះនាទីវែងអញ្ចឹងមានថាទំហំនៃ size នៃវីដេអូហ្នឹងឧទាហរណ៍ថាវា1មេអីចឹងទៅឬក៏20-30មេអញ្ចឹងនៅពេលដែលយើងធ្វើការsend file ទៅឲ្យអ្នកផ្សេងទៀតអញ្ចឹង size នៃfile របស់ PowerPoint យើងហ្នឹងក៏ធំដែរអញ្ចឹងគឺយើងពិបាកក្នុងការ send ចេញឬក៏អ៊ីនធឺណិតយើងអត់សូវ speed ល្អអីអញ្ចឹងគឺធ្វើការ send ចេញយូរប៉ុន្តែបើសិនជាយើងប្រើនៅជា link គឺទំហំនៃ PowerPoint យើងគឺតូចទេដោយសារតែយើងធ្វើការទាញយកពីអ៊ីនធឺណិតប៉ុន្តែនៃការប្រើប្រាស់អ៊ីនធឺណិតក៏វាមានគុណវិបត្តិដែរដោយសារតែបើសិនជានៅកន្លែងដែលយើង present គឺអ៊ីនធឺណិតអត់សូវដើរអញ្ចឹងពេលដែលយើង play ទៅគឺវាអត់ដើរអញ្ចឹងទៅធ្វើឲ្យ present របស់យើងមានការរអាក់រអួលអញ្ចឹងគឺធ្វើការអត់ smooth ដែរអញ្ចឹងធ្វើឲ្យ present របស់យើងជាលែងល្អវិញអញ្ចឹងពីរនេះវាអាចមានគុណសម្បត្តិគុណវិបត្តិដូចគ្នាមួយនេះគឺមិនចាំប្រើអ៊ីនធឺណិតយកពីកុំព្យូទ័រអត់ប្រើអ៊ីនធឺណិតប៉ុន្តែ size PowerPoint យើងអាចធំតែពេលយើងយកពីអ៊ីនធឺណិតsize PowerPoint យើងតូចប៉ុន្តែវាអាចអត់ដើរនៅពេលអ៊ីនធឺណិតរបស់យើង slow. How you insert videos in PowerPoint. Pretty simple. អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេនៃការ react ទៅលើរបៀបនៃការinsert វីដេអូចូលទៅក្នុង PowerPoint. Bye bye.